ជំរាបសួរលោកគ្រូនាងខ្ញុំឈ្មោះចន្ទថាសូរិយាហើយថ្ងៃនេះផងដែរគឺយើងមកធ្វើការ install Ubuntu នៅក្នុង VisualBox អញ្ចឹងជាដំបូងយើងត្រូវមានកម្មវិធី VisualBox មួយសិនណាហើយបន្ទាប់ពីពេលយើងមានកម្មវិធីយើងអាចបើកចូលកម្មវិធីហ្នឹងទៅរួចទៅចាំយើងចុចទៅកន្លែងពាក្យ new មកដល់កន្លែងនេះយើងត្រូវទៅសេឈ្មោះអញ្ចឹងកន្លែងហ្នឹងខ្ញុំសេ Ubuntu បន្ទាប់មកទៀតយើងត្រូវ select folder អញ្ចឹងយើង select folder បានយើងត្រូវចូលកន្លែង order ហ្នឹងហើយចូលទៅក្នុង drive C ទៅព្រោះក្នុង drive C មុនហ្នឹងយើងបានបង្កើត folder មួយឈ្មោះ Ubuntu ដែរបន្ទាប់ពីយើងបាន select folder ហើយយើងចូលទៅកាន់ ISO image ហ្នឹងហើយយើងទៅរកមើល file Ubuntu របស់យើងដែលមាន file.iso អញ្ចឹងចាប់ពីកន្លែងហ្នឹងទៅយើងចាប់ផ្ដើមមកបង្កើត password ជាមួយនឹង username យើងម្ដងនៅពេលយើងចង់ដាក់អីយើងដាក់ username យើងបែបហ្នឹងទៅហើយ password យើងដាក់របៀបមុំសិនទៅពេលយើងកំពុងអញ្ចឹងចាប់ពីហ្នឹងមកយើងចាប់ផ្ដើមមកកំណត់ RAM ម្ដងខ្ញុំដាក់ត្រឹម 4G អីទេខ្លាចកាំងម៉ាស៊ីនហើយកន្លែងហ្នឹងយើងត្រូវ create ដែរហើយចាំយើងចុច finish បន្ទាប់ពីហ្នឹងមកយើងត្រូវចាំវារហូតដល់ពេញអញ្ចឹងដល់ពេលវាពេញយើងចាំបើកផ្ទាំងឲ្យធំតិចទៅស្រួលមើលជាងបន្តមកទៀតកន្លែងហ្នឹងខ្ញុំត្រូវដាក់ image file ចូលម្ដងទៀតណាហើយយើងក៏ select draw file បើយើងសិនទៅដើម្បីតម្លាក់ចូលម្ដងទៀតហើយចាំ try វាបោះស្រាយហ្នឹងហើយយើងចាំវាបន្តិចទៅរួចវាចូលមកដល់ផ្ទាំងមួយទៀតហើយពេលចាំដល់កន្លែងហ្នឹងយើងចាប់ផ្ដើមចុច try or install Ubuntu server ហ្នឹងអញ្ចឹងបន្ទាប់ពីយើងបានធ្វើការតឡើងវាហើយយើងរងចាំឲ្យវាដើរកូដហ្នឹងឲ្យអស់សិនទៅចឹងនៅពេលដែលភាសាវាចប់យើងចូលមកដល់កន្លែង choose language ចឹងហ្នឹងយើងយកជាភាសាអង់គ្លេសទៅស្រួលជាងមកដល់កន្លែងនេះដូចជាអត់មានអីដែលត្រូវរើច្រើនទេយើងចុចតាមហ្នឹងមកយើងចុចមករហូតមកដល់កន្លែង display នេះយើងអត់មានយើងចុចតាមសិនមកហើយយើងរងចាំរហូតដល់ពេលវារ៉ាន់ចប់ទៅអញ្ចឹងបន្ទាប់ពីវារ៉ាន់ចប់ហើយយើងចាប់ផ្ដើមចុច continue ទៅបន្តទៀតអញ្ចឹងបន្ទាប់ពីយើង continue ហើយយើងចុចមកកន្លែងset up កន្លែង LVM គ្រប់ហ្នឹងយើងដោះ tick វាចេញទៅហើយចាំយើងចុច done អញ្ចឹងបន្ទាប់ពីហ្នឹងយើងចុចដានបន្តទៀតទៅហើយចាំយើង continue មកផ្ទាំងថ្មីទៀតអញ្ចឹងបន្ទាប់ពី continue ហើយយើងចាប់ផ្ដើមចូលមកកន្លែងមួយទៀតយើងត្រូវបំពេញព័ត៌មានមួយចំនួនដែរកន្លែងហ្នឹងអញ្ចឹងដំបូងយើងត្រូវបំពេញឈ្មោះរបស់យើងហើយបន្តមកទៀតចាំបំពេញ server name អញ្ចឹងខ្ញុំសេUbuntu server តមកទៀតកន្លែងនេះដាក់ username អញ្ចឹងយើងដាក់អីក៏បានដែរខ្ញុំដាក់ឈ្មោះសូយ៉ាឈ្មោះខ្ញុំទៅដែរបន្តមកទៀតយើងចាប់ផ្ដើមដាក់ password ទៅយើងដាក់សួរសិនទៅពេលដាក់ហើយចាំយើងចុចដានមកបន្ទាប់ពីហ្នឹងយើងចុច continue មកដល់កន្លែងនេះយើង complete គ្រាកន្លែង install ហ្នឹងផងហើយចាំចុចដានបន្តទៀតណាហើយបន្តមកទៀតកន្លែងហ្នឹងយើងអត់មានអីត្រូវឈូសទេយើងចុចដានយកមកដល់កន្លែងនេះយើងរៀងរងចាំតិចដោយសារវាត្រូវការ install system អញ្ចឹងអាចចាក់ពេលខ្ទង់ម៉ោងជាងអីដែរណាតទៅយើងមក install ហើយយើងត្រូវចូលមកដល់កន្លែង login
កន្លែងហ្នឹងយើងត្រូវបញ្ចូល user របស់យើងចូលណាបន្ទាប់ពីយើងចូលបានហើយយើងសាកសរសេរពាក្យ sudo shut down now ទៅអញ្ចឹងចំពោះវីដេអូយើងមានប៉ុណ្ណឹងអរគុណលោកគ្រូក៏ដូចជាមិត្តរួមក្រុមទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូមួយនេះ